baត្រីឆ្ដោបាទតើធ្វើអ្វីបាទបងប្អូនទំនងណាគឺបហាត្រីឆ្ដោអញ្ចឹងដឹងតែរសជាតិឆ្ងាញ់ញ៉ាំមិនញ៉ាំមួយបាយទេពេលហ្នឹងគឺញ៉ាំទៅប្រើទៅបន្លែច្រើនត្រីក៏ច្រើនដែរបងប្អូនបាទតោះទៅមើលអស់គ្នាបាទបងប្អូនថ្ងៃនេះខ្ញុំមកបង្កើតណាឆាយមើលមិញឃើញឆាយមើលក្នុងទូទឹកកកមិញគឺមានណាននោង3មានផ្សិតហើយមានស្លឹកបាសបេះតុកឥឡូវនេះហើយមួយទៀតអ្វីដែលសំខាន់នោះគឺនេះបងប្អូនគឺក្បាលត្រីឆ្ដោបាទតើធ្វើអ្វីអញ្ចឹងខ្ញុំនឹងស្លប្រហើរបាទនេះត្រីឆ្ដោហ្នឹងគឺមួយដូចជា5គីឡូហើយបាទតែមុនហ្នឹងដល់ពេលញ៉ាំមិនអស់ទៅនេះយកមកទុកធ្វើស្លប្រហើរព្រោះឆ្អិតឆ្អន់ហើយអញ្ចឹងយើងញ៉ាំពពុះស្រស់ហ្នឹងឆ្អិតហើយឥឡូវយកមកស្លប្រហើរឥឡូវខ្ញុំនៅខ្វះណែល្ពៅខ្វះល្ពៅអញ្ចឹងខ្ញុំទៅរកទិញល្ពៅសិនទិញផ្ទីមួយចំនួនទៀតបាទដាក់ឲ្យគ្រប់មុខដើម្បីឲ្យមានវីតាមីនបាទចា៎នេះរណោមានហើយឥឡូវខុសល្ពៅអូខេមើលបងប្អូនចុងក្រោយបានល្ពៅបន្តិចហើយនឹងមកអមនេះស្លប្រហើរបងមកអមជាមួយនឹងត្រីឆ្ដោអូខេតោះ let's go បាទបងប្អូនម្ហូបខ្មែរមួយមុខនេះគឺជាម្ហូបដែលខ្ញុំចូលចិត្តបំផុតពីព្រោះសម្បូរទៅដោយបន្លែដែលបន្លែសម្បូរទៅដោយវីតាមីនជាច្រើនជំនួយដល់សុខភាពហើយជាពិសេសគឺបន្លែទាំងអស់នេះសុទ្ធតែជាបន្លែធម្មជាតិដែលពុំសូវមានការនាំចូលពីខាងក្រៅទេបាទគឺបន្លែយើងដាំនៅក្នុងស្រុកហើយប្រជាកសិករប្រជាជននៅក្នុងភូមិក៏ដាំនឹងឯងតែបងប្អូនដែលចូលចិត្តញ៉ាំបន្លែបែបហៃសូដូចជាប្រូកូលីឬក៏ម្ហូបអីហ្នឹងគឺខ្ញុំក៏មិនសូវដឹងដែរតែបើមកបន្លែដូចជាល្ពៅននងហើយផ្ទីនិងស្លឹកបាសលឹកងប់អីដែរខ្ញុំកំពុងធ្វើនោះគឺជាបន្លែធម្មជាតិដែរហើយកិច្ចការរបស់ខ្ញុំតែងតែធ្វើគឺមិនហ្នឹងបាទមកពីធ្វើការបាទធ្វើម្ហូបញ៉ាំជាមួយនឹងកូនបាទហើយយើងឃើញបងប្អូនឮសំឡេងយំផងអីផងហ្នឹងគឺជាបាទពួកគាត់ពីរនាក់ហ្នឹងរស់រឿងគ្នាចឹងទៅពិបាកនិយាយណាបងប្អូនពេលខ្លះត្រូវតបចិត្តតបអារម្មណ៍ទៅឲ្យគាត់លេងផងយំផងទ្រាំនឹងបានម្ហូបញ៉ាំបើសិនជាយើងចង់បានម្ហូបឆ្ងាញ់បងប្អូនត្រូវតែចំណាយពេលវេលាពីព្រោះយើងមិនអាចចង់បានម្ហូបឆ្ងាញ់តែអត់ព្យាយាមធ្វើនឹងទេយើងត្រូវរកអ្វីឲ្យបានគ្រប់មុខហើយយើងត្រូវធ្វើទៅតាមដំណាក់កាលរបស់វាភាគច្រើនបើសិនជាមិនចង់បានម្ហូបឆ្ងាញ់ទេទិញតែអ្វីមួយដែលនៅក្បែរដៃហើយឆាចុចជៀនអាំងអញ្ចឹងទៅតែចំពោះខ្ញុំគឺតែខ្ញុំចង់ញ៉ាំអ្វីហើយគឺខ្ញុំនឹងធ្វើដោយចិត្តផ្ចង់ទោះបីវាចំណាយពេលយូរប៉ុណ្ណាក៏ដោយបាទហើយបើអត់មានគ្រប់គ្រឿងក៏ខ្ញុំអត់ធ្វើដែរគឺត្រូវតែរកឲ្យគ្រប់គ្រឿងបាទនេះគឺជាអ្វីដែលខ្ញុំធ្វើហើយជាទម្លាប់បាទឥឡូវយើងមានអំបិលម្សៅស៊ុបប្រហុកមានបន្លែម្អមផ្សិតបាទដែលយើងបានលាងទុកសម្អាតសម្រស់ឲ្យបានគ្រប់គ្រាន់ហើយមិនភ្លេចទេជាមួយនឹងគ្រឿងទេសមានប្រហុកមានខ្ទឹមមានស្លឹកគ្រៃបាទដែលយើងអាចដាំគៀងទៀតហើយបេះទុកសម្រាប់ធ្វើឥឡូវក៏ខ្ញុំនិយាយអត់ចេញទេបងប្អូនវីដេអូក៏ទុកជាថតជាការកំសាន្តដើម្បីផុសមើលទុកដល់កូនចៅទោះបីមិនមានអ្នកមើលច្រើនក៏អត់អីដែរព្រោះជាចំណូលចិត្តនៅក្នុងការធ្វើឥឡូវវាខ្លាយជាចំណូលចិត្តហើយពីព្រោះពេលខ្លះទៅយើងចែករំលែកទៅខែងបង្កភាពរីករាយទៅដល់បងប្អូនប្រជាជនយើងចឹងបាទឥឡូវពេលមកពុះហើយយើងដាក់ត្រីចូលទៅត្រីរ៉ស់ដែលត្រីឆ្ដោដែលបានបេះហើយហ្នឹងគឺយើងយកអាចណាអត់ឆ្អឹងហើយឃើញថាដាក់ទៅគឺមានរសជាតិមែនទែនដែរមកពុះបន្ទាប់មកដាក់បន្លែល្ពៅផ្សិតមុនពីព្រោះអាហ្នឹងវាតែកែឲ្យ
ផុយត្រូវការពេលយូរបន្តិចដើម្បីផុយហើយចេញជាតិមកអញ្ចឹងណាបងប្អូនអញ្ចឹងយើងត្រូវធ្វើដោយយកចិត្តទុកដាក់ពីដំណាក់កាលមួយដំណាក់កាលអត់មានបន្ទាន់ទេចំណែកបន្លែនេះគឺយើងដាក់ក្រោយដោយសារននោងហើយនឹងស្លឹកបាសហ្នឹងគឺវាងាយនឹងផុយបងប្អូនបាទអញ្ចឹងកុំចេះតែដាក់រួមគ្នាប្រយ័ត្នកើតផាក់អត់សូវឆ្ងាញ់ទេបងប្អូនចឹងឲ្យវានៅស្រស់ខ្លះចឹងណាបាទតែសម្លហ្នឹងខុសបច្ចេកទេសមួយបន្តិចក៏ពិតត្រូវដាក់ស្ករប៊ីចេងឲ្យហើយណាតែខ្ញុំមានណាតួតែដាក់មកអមហើយបានដាក់ស្ករប៊ីចេងអញ្ចឹងទៅធ្វើឲ្យវាដូចជាខុសបច្ចេកទេសហើយពេលណាដែលយើងមានននោងយើងកុំននោងហើយនឹងលពៅវាជាសារជាតិសម្បូរសារជាតិប៊ីចេងហើយនឹងស្ករស្រេចហើយតែយើងបន្ថែមរសជាតិតែបន្តិចទៅបានទេបងប្អូនដែលខ្ញុំដាក់ខុសបច្ចេកទេសបាទអញ្ចឹងដាក់ស្ករប៊ីចេងក្រោយពេលដាក់ម្អមអញ្ចឹងទៅធ្វើឲ្យម្អមវាអាចរឹងរលួយដែរណាបងប្អូនបាទហើយកុំធ្វើតាមខ្ញុំខ្លះផ្លេចភ្លាំងបាទហើយពេលដែលម៉ែគាត់ស្លញ៉ាំយើងសិក្សារៀនសូត្រទៅនឹករលឹកស្លហ្នឹងយើងរៀនធ្វើអញ្ចឹងណាបាទហើយគ្មានអ្វីដែលឆាប់ទេទី1បើសិនជានៅខ្វះចន្លោះអីយើងចូលក្នុងលោកគ្រូ YouTube ទៅហើយយើងយកមកច្នៃប្រឌិតខ្លួនយើងមកណាបាទមិនមែនត្រូវតែយកទាំងអស់ទេលំរួមទាំងអស់ទេបងប្អូនព្រោះប្រុសក៏ដោយស្រីក៏ដោយគឺត្រូវតែចេះរៀនធ្វើម្ហូបពីព្រោះពេលខ្លះកលៈទេសៈយើងមិនចេះតែញ៉ាំនៅខាងក្រៅទេសម្រាប់ខ្ញុំគឺមិនងាយទេខាងក្រៅមិនចូលចិត្តបណ្ដោយចូលចិត្តតែលំបាកប៉ុណ្ណាក៏ញ៉ាំនៅផ្ទះដែរបាទអរគុណបងប្អូនជម្រាបលាមិនបានទស្សនាបាទ